Apple iPhone 17 Pro Max គឺជាទូរស័ព្ទ flagship ខ្លាំងបំផុតមួយរបស់ Apple ក្នុងឆ្នាំ2026 នឹងការប្រើប្រាស់ពិតៗវាមានកម្លាំងខ្លាំងទាំងផ្នែក performance camera និង video editing ជាពិសេសសម្រាប់អ្នកចូលចិត្តថតរូប iPhone 17 Pro Max មានអេក្រង់ OLED 6.9 inch ProMotion 120Hz ដែលរលូនខ្លាំងពេល scroll gaming និងមើលវីដេអូពន្លឺអេក្រង់ខ្លាំងងាយមើលក្រោមថ្ងៃហើយ design ថ្មីមើលទៅ premium ជាងមុនទិដ្ឋភាពប្រើប្រាស់ចំណុចខ្លាំងបំផុតគឺ chip A19 Pro ដែលល្បឿនលឿនខ្លាំងវាអាចប្រើបានរលូនសម្រាប់ gaming កម្រិតខ្ពស់ edit video 4K ProRes multitasking live streaming AI features និងការងារធ្ងន់ៗអ្នក review ជាច្រើននិយាយថាវាមាន performance ខ្លាំងនិងកម្ដៅតិចជាង iPhone ជំនាន់មុនដោយសារប្រព័ន្ធការប្រើប្រាស់ប្រចាំថ្ងៃ battery life គឺល្អខ្លាំងអ្នកប្រើជាច្រើនអាចប្រើបានពេញមួយថ្ងៃឬលើសពីនេះប្រសិនបើប្រើធម្មតាសម្រាប់ gaming និងថតវីដេអូយូរវាក៏នៅតែធន់ល្អទិដ្ឋភាពកាមេរ៉ា iPhone 17 Pro Max មានកាមេរ៉ា3គ្រាប់ 48MP ទាំងអស់ Main Camera 48MP Ultra Wide 48MP Telephoto Zoom 48MP Tech Advisor Plus 2 ថតរូបធម្មតារូបភាពមានពណ៌ធម្មជាតិ Dynamic Range ល្អ Skin Tone ស្អាត Detail ច្បាស់ Apple នៅតែខ្លាំងផ្នែក Point and Shoot គឺលើកថតភ្លាមបានរូបស្អាតភ្លាមល្អជាងមុនហើយ noise តិចប៉ុន្តែ reviews មួយចំនួននិយាយថា Vivo X100 Ultra និង Oppo Find X series នៅតែខ្លាំងជាងបន្តិចផ្នែក low light photo Telephoto Zoom គឺ upgrade ធំបំផុតវាអាច zoom បានច្បាស់ខ្លាំងហើយគុណភាពនៅតែល្អពេល zoom ឆ្ងាយអ្នកប្រើជាច្រើនសរសើរថា zoom camera ល្អសម្រាប់ថតមនុស្សកូនក្មេងឬ concert iPhone 17 Pro Max នៅតែជាស្ដេចផ្នែក video cinematic video stabilization ខ្លាំង focus លឿនសំឡេងថតច្បាស់ ProRes RAW និង Apple Lock content creators និង vloggers ចូលចិត្តវាខ្លាំងណាស់ Tom's Guide Plus P គុណសម្បត្តិ performance ខ្លាំងបំផុត camera និង video អស្ចារ្យ battery life ល្អអេក្រង់ស្អាត iOS ប្រើរលូនយូរគុណវិបត្តិតម្លៃថ្លៃសាកថ្មមិនលឿនដូច Android flagship មួយចំនួន low light photo មិនទាន់ឈ្នះ Vivo/Xiaomi flagship ខ្លះៗសរុបមកបើអ្នកចូលចិត្តថតវីដេអូ gaming ប្រើធ្ងន់ social ងាយថតហើយស្អាតនោះ Apple iPhone 17 Pro Max គឺជាទូរស័ព្ទល្អបំផុតមួយនៅឆ្នាំ2026ប៉ុន្តែបើអ្នកផ្ដោតខ្លាំងលើ zoom និង low light photography Android flagship ដូច Vivo X300 Ultra ឬ Samsung Galaxy Ultra អាចមានអត្ថប្រយោជន៍ខ្លះលើការថតរូប